សួស្តីបងប្អូនទាំងអស់គ្នាទាំងបងប្អូនដែលជាអ្នករត់កង់3និងជាអ្នកប្រើប្រាស់ទូទៅថ្ងៃនេះចង់ចែករំលែកបន្តិចលើបងប្អូនស្មានមើលថានេះខ្ញុំទិញរបស់ប៉ុណ្ណេះណាពូលនេះពូគុជភ្នែក2នេះខ្ញុំទិញមកគូនេះទាំងអស់មកគូបូករួមនឹងភ្លើងនេះ2គូនេះដែលសាប់1 2ទៀតខ្ញុំចាប់នៅលើនេះហើយនេះណាខ្ញុំចាប់នៅលើនេះហើយនឹងស៊ីញ៉ូភ្នែកសងខាងមុខក្រោយនេះមកគូទៀតបងប្អូនដឹងថាខ្ញុំទិញអស់ប្រហែលនេះចឹងខ្ញុំទិញអស់ទាំងអស់នេះបូកមកខ្ញុំទិញអស់តែ$5កន្លះទេបងប្អូនបើស្ដាប់មើលទៅហាក់ដូចជាថោកដូចជាកុហកពេកមែនទេចឹងបើរបស់ទាំងអស់នេះបើសិនជាទិញនៅស្រុកខ្មែរយើងបងប្អូនគិតថាអាចតម្លៃប្រហែលគឺវាលើសពី$10ទាំងអស់នេះតែនេះខ្ញុំទិញអស់តែ$5កន្លះ$5កន្លះហ្នឹងទាំងថ្លៃដឹករហូតមកដល់ខាងសៀមរាបឯនេះណាអញ្ចឹងខ្ញុំអត់បានទិញនៅសៀមស្រុកខ្មែរយើងទេគឺខ្ញុំទិញនៅចិនបើបងប្អូនចង់ចេះទីទៀតខ្ញុំនឹងធ្វើវីដេអូពីរបៀបបង្រៀនទិញអីវ៉ាន់នៅចិនដោយសារតែយើងទិញពីនោះមកវាបានធូរថ្លៃហើយយើងអង្គុយរើសស្រួលចិត្តទៀតដោយសារតែគេមានលក់ច្រើនប្រភេទណាគេមានលក់ច្រើនអញ្ចឹងយើងអង្គុយរើសតាមចិត្តអាណាយើងចង់បានតែយើងយកណាចានេះការដែលខ្ញុំទិញគឺខ្ញុំទិញជាមួយនឹង app Loda ប៉ុន្តែដោយសារ app Loda បច្ចុប្បន្នគឺវាមិនអនុញ្ញាតឲ្យយើងរើសគ្រឿងផ្សេងនៅក្នុងហាងតែមួយទេអញ្ចឹងបច្ចុប្បន្នគឺខ្ញុំត្រឡប់ទៅទិញនៅក្នុង app ចិនផ្ទាល់តែម្ដងអញ្ចឹងពេលដែលខ្ញុំធ្វើវីដេអូគឺខ្ញុំនឹងធ្វើវីដេអូពាក់ព័ន្ធនឹង app ចិនផ្ទាល់នឹងហើយនឹងការដឹកជញ្ជូនមកដល់ផ្ទះបងប្អូនផ្ទាល់បណ្ដោយហើយតម្លៃធូរថ្លៃជាងនេះទៀតអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍កុំភ្លេចតាមដានទាំងអស់គ្នាអញ្ចឹងពេលក្រោយទៀតនេះខ្ញុំនឹងធ្វើវីដេអូបង្រៀនទិញអីវ៉ាន់នៅក្នុង app របស់ចិនផ្ទាល់ដោយប្រើប្រាស់លុយគណនីធនាគាររបស់យើងណាហើយកុំបារម្ភថាវាគ្រោះថ្នាក់អញ្ចឹងវាអត់មានគ្រោះថ្នាក់ទេគឺវាមានសុវត្ថិភាពចឹងអូខេអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយតាមដានទាំងអស់គ្នាផងខ្ញុំនឹងធ្វើវីដេអូបន្តណាអរគុណច្រើនបាយបាយ